បាទអនុញ្ញាតគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះខ្ញុំបាទគូសារ៉ាត់បាទបង្ហាញពីប្រភេទកូនឡានប៉ុង2បាទប្រភេទហ្នឹងគឺវិលកង់ទាំង4ពុកម៉ែបងប្អូនអាហ្នឹងគឺអាប់ដេត2026បាទពុកម៉ែបងប្អូនប្រភេទហ្នឹងគឺកាចបាទខាងមុខគឺចេញមកគឺរាងកាចបាទប្រភេទយើងទម្ងន់ដឹកគឺ3តោនបាទយើងដឹកបានទឹក2ធុងប៉ុន្តែម្ចាស់គាត់យកតែមួយធុងទេបាទមួយធុងនោះគឺ1000លីត្រ2ធុងគឺ2000លីត្របាទវាយើងគិតជាតោនវាចំណុះ2តោនបាទប៉ុន្តែបើទម្ងន់ដឹករបស់វាផ្ទាល់គឺបាន3តោនចុះក្រោមពុកម៉ែបងប្អូនប្រភេទនេះប្រភេទខ្នាតតូចពុកម៉ែបងប្អូនប្រភេទខ្នាតតូចយើងសម្រាប់ដឹកដៀវប្រភេទនេះយើងបាញ់ថ្នាំទុរេនស្វាយចន្ទីហើយនឹងស្វាយកែវអីមានបាទពុកម៉ែបងប្អូនយើងប្រើបានសម្រាប់ដឹកដៀវហើយនឹងបាញ់ថ្នាំពុកម៉ែបងប្អូនប្រភេទនេះគឺងាយបាទគ្រឿងបន្លាស់វាគឺយើងដាក់សម្រាប់គ្រឿងគោយន្តហើយប្រពាក់ដោយប៉ងឡានហ្នឹងគឺយើងប្រើប្រអប់លេខឡានអីទាំងអស់បាទប្រភេទហ្នឹងប្រភេទខ្នាតតូចពុកម៉ែបងប្អូនណាតម្រូវការខ្នាតតូចហ្នឹងគឺត្រូវហើយបាទពុកម៉ែបងប្អូនប្រភេទនេះគឺវាសមរម្យបាទបើរឿងជាប់ផងជាប់អីអត់ជាប់ទេបាទកាឡាមុខក្រោយវាគឺមានកាឡាកាប់ពុកម៉ែបងប្អូនយើងតម្រូវសម្រាប់ចោះបាទចោះតាមចការស្វាយតាមអីបានបាទពុកម៉ែបងប្អូនជួយគ្រប់គ្រងបាទស្នាដៃគុណខ្មែរយើងបាទប្រភេទនេះគឺយើងផលិតដោយពំពាក់ទៅដោយម៉ាស៊ីនបាទម៉ាស៊ីន19សេសបាទពុកម៉ែបងប្អូន